ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមានបង្អែមចេកខ្ទិះចារសជាតិដើមគឺជាដូចថាយើងធ្វើតាមរបៀបហាន់ចេកជាចំណិតធំណាចាធម្មតាខ្ញុំចូលចិត្តអាចេករៀងចិត្តចំណិតស្ដើងប៉ុន្តែថ្ងៃនេះធ្វើអាចេកចំណិតក្រាស់ម្ដងចាហើយយើងដាក់គ្រាប់សាគូចាមានដាក់គ្រាប់សាគូលុញដុំផងអញ្ចឹងវាធ្វើឲ្យវាមានជាតិស្វិតឆ្ងាញ់អញ្ចឹងណាគ្រាប់សាគូហ្នឹងចានឹងលាយគ្នាបន្តិចហើយខ្ទិះដូងវិញយើងមានប្រើតែខ្ទិះដូងកំប៉ុងនឹងឯងវាអត់សូវមានខ្ទិះដូងស្រស់ប្រើទេអញ្ចឹងប៉ុន្តែអាម៉ាក់នេះឃើញថាដាក់ទៅវាមានរសជាតិឈ្ងុយល្អដែរចាគ្រាន់បើជាងកំប៉ុងខ្លះហ្នឹងប្រើទៅដូចដាក់ទឹកអញ្ចឹងដូចអត់មានអីសោះចាហើយនេះគ្រាប់សាគូបងប្អូនយើងមានខ្ញុំលាយដូចថាមានពណ៌លាយបន្តិចខ្លះទៅដើម្បីយកពណ៌ហ្នឹងហើយនឹងពណ៌សសុតអញ្ចឹងណាសម្រាប់លាយហើយខ្ញុំដាក់2ចានមួយចានគឺសម្រាប់ដូចថាយើងដាក់ឲ្យវាដុំទូចៗលាយអញ្ចឹងទៅហើយម្ដុំមួយចានទៀតហ្នឹងគឺខ្ញុំសម្រាប់យកវាមកបំប៉ុនធ្វើជាម្សៅហើយធ្វើលុញគ្រាប់ទូចៗដូចនំអ៊ីអញ្ចឹងណាចាហើយជាដំបូងគឺថាយើងត្រូវយកចេកយើងមកបកសម្បកចាត់ជាចំណិតចឹងហើយបានយកទៅត្រាំទឹកអំបិលចោលបន្តិចចឹងទៅចាដាក់ត្រាំទឹកហើយអំបិលខ្ញុំដាក់មកកូនចុងសាភីទេដើម្បីឲ្យវាកាត់ជាតិជ័រជាតិអីវាចេញឲ្យវារឹងសាច់ផងចឹងណាចាហើយយើងក៏ទុកវាមួយឡែកសិនទៅយើងមកត្រាំគ្រាប់សាគូមានពណ៌សហើយនឹងមកធឺនេះគឺខ្ញុំលាយសហើយនឹងលាយពណ៌ខ្លះដែលគេមានដាក់ស្រាប់មកហ្នឹងហើយសាគូពណ៌ហ្នឹងហើយមួយចានហ្នឹងគឺខ្ញុំតិចទៀតខ្ញុំដាក់ទឹកក្តៅដូចថាយើងដាំទឹកក្តៅចាក់វាដើម្បីធ្វើឲ្យវាលាយហើយវាស្អិតចូលគ្នាចានេះទឹកដាំពុះក្តៅខ្ញុំយកមកចាក់រោយពីលើតិចចឹងមកឲ្យវាឡើងរីកលះបន្តិចហើយវាស្អិតចូលគ្នាតែម្ដងចាដូចឃើញអញ្ចឹងណាហើយបានយើងយកវាមកធ្វើគ្រាប់ទូចដុំទូចចិត្តលុញវាក៏បានប៉ុន្តែខ្ញុំយកសាភីដួសចុចវាចឹងទៅណាហើយយើងជ្រលក់ទឹកទៅវាអត់ស្អិតជាប់ទេរបៀបដូចជាម្សៅនំអ៊ីទៅវិញហើយចាប៉ុន្តែដល់ពេលឆ្អិនទៅវាស្វិតឆ្ងាញ់ហើយខ្ញុំដាក់ដាំទឹកចោលមួយឆ្នាំងទៅចាមកល្មមទេហើយបានយើងយកចេកយើងនេះវាត្រាំទឹកមកទទួលហើយឥឡូវយើងយកវាមកលាងសម្អាតវាចេញឲ្យអស់ជាតិប្រៃចាហើយយើងពេលលាងហ្នឹងយើងអត់មានច្បាច់រាវដូចថាចាប់វាឲ្យខ្លាំងពេកវាអាចនឹងបែកចេកហ្នឹងអញ្ចឹងខ្ញុំគ្រាន់យកវាមកហូរទឹកនឹងចោលបន្តិចទៅដើម្បីអស់ជាតិប្រៃជាតិអីហ្នឹងឲ្យស្អាតហើយទុកវាឲ្យស្រស់ទឹកបន្តិចបានយើងងាកមកធ្វើដាក់ក្នុងឆ្នាំងនេះគឺខ្ញុំដាក់គ្រាប់សាគូដាក់អីនឹងចូលមុនដើម្បីឲ្យវារីកអណ្តែតតិចសិនបានខ្ញុំដាក់ចេកហើយចេកហ្នឹងក៏វាមិនត្រូវចំណាយពេលយូរប៉ុន្មានដែរសម្រាប់យើងដាក់ឲ្យឆ្អិនណាចាព្រោះនេះចេកញ៉ាំវ៉ាហើយចេកនៅស្រុកនេះវាអត់សូវជាបានល្អផ្អែមឆ្ងាញ់អីដូចយើងនៅស្រុកខ្មែរបងប្អូនប៉ុន្តែហៅសំណាងទិញម្ដងនេះបានមកវាពុះទៅវាអត់ឆៅក្នុងណាវាគ្រាន់ថាមកផ្អែមល្មមតែបើភាគច្រើនញ៉ាំយកមកធ្វើបង្អែមchứវាមានជាតិជូរតិចទៀតហ្នឹងហើយជាធ្វើម៉េចវាចេកនៅស្រុកនេះមានតែប៉ុណ្ណឹងហើយបើពេលណាយើងដាក់ចេកយើងនឹងវាចិត្តឆ្អិនហើយបងប្អូនពាក់កណ្ដាលឆ្អិនចឹងហើយបានខ្ញុំចាប់ផ្ដើមបង់គ្រាប់សាគូដុំនេះចូលចាចឹងទៅវាបង្កើនសោភ័ណភាពផងវាធ្វើឲ្យស្អាតចាវាមានពណ៌តិចលាយចឹងទៅហើយបានខ្ញុំចាក់ទឹកខ្ទិះចាដាក់ខ្ទិះចូលបន្តិចហើយស្ករនេះខ្ញុំអត់ប្រើស្ករសទេខ្ញុំប្រើស្ករត្នោតចាស្ករត្នោតយកពីស្រុកខ្មែរមកអញ្ចឹងហើយវាឈ្ងុយណាចាអញ្ចឹងទៅចេកខ្ទិះខ្ញុំពណ៌រៀងក្រហមវាអត់បានពណ៌សទេបើយើងប្រើស្ករសវាចេញមកទឹកខ្ទិះហ្នឹងវាពណ៌សចាតែរបស់ខ្ញុំចេញមកពណ៌រៀងក្រហមដោយសារខ្ញុំប្រើស្ករត្នោតស្ករក្រហមជាងចាដល់ពេលយើងភ្លក់មើលទៅឆ្អិនហើយបងប្អូនក៏យើងទុកវាមួយឡែកសិនទៅខ្ញុំដាំបាយដំណើបដែរហើយខ្ញុំអត់បានបង្ហាញពីវិធីដាំទេព្រោះខ្ញុំធ្លាប់ចេញវីដេអូហើយចាកុំឲ្យបងប្អូនធុញចាហើយបាយដំណើបហ្នឹងដូចគ្នាអញ្ចឹងគឺខ្ញុំត្រាំអង្ករហើយខ្ញុំយកមកចំហុយចាត្រាំអង្ករទុក 4-5 ម៉ោងទៅហើយបានយើងចំហុយបាយដាក់នៅក្នុងស្មុកមិញហ្នឹងចំហុយលើកមកល្អបងប្អូនក៏អត់មានបាក់មកគ្រាប់សោះចា